ជាការដំណើរប្រាប់តគ្នាពីចាស់ឲ្យដឹងថាអាបមានកំណើតមកពីមនុស្សស្រីអ្នកដែលរៀនមន្តអាគមគាថាលុះខុសក្រមប្រតិបត្តិក៏បានក្លាយជាអាបទៅម្យ៉ាងទៀតបើតាមលោកព្រឹទ្ធាចារ្យមិចប៊ុនបានឲ្យដឹងតាមរយៈកម្រងឯកសារស្ដីពីប្រពៃណីនិងទំនៀមទម្លាប់ខ្មែរឲ្យដឹងថាអាបមានដើមកំណើតមកពីអ្នកដែលរៀនស្នេហ៍មុខលោកថារូបអាបកម្រមានភេទប្រុសណាស់ភាគច្រើនមានតែស្ត្រីដែលរៀនស្នេហ៍មុខនេះលុះបានយូរទៅសិលស្នេហ៍មុខនេះក៏បានជ្រួតជ្រាបជោគជាំក្នុងខ្លួនស្ត្រីដែលបានរៀននោះរួចក៏បណ្ដាលឲ្យរូបគេคล้ายទៅជាអាបដូច្នេះទៅលោកព្រឹទ្ធាចារ្យបានឲ្យដឹងទៀតថាព្រលឹងអាបបានសន្ធិដ្ឋនៅក្នុងតួអង្គស្ត្រីនោះជានិច្ចជាកាលប្រសិនបើរូបអាបកើតក្តីខឹងសម្បាអអន់ស្រពន់ចិត្តឬក៏មានការថ្នាំងថ្នាក់ជាមួយនឹងនរណាមួយព្រលឹងអាបនោះនឹងទៅធ្វើឲ្យអ្នកនោះចុកពោះឈឺថ្កាត់ឬក៏អាចឈានដល់ការបាត់បង់ស្មារតីលែងដឹងខុសត្រូវក៏មានដែរចាស់បាននិយាយថានៅវេលាយប់ចូលមកដល់ព្រលឹងអាបតែងតែចេញពីតួរូបដើរស្វែងរកស៊ីគម្រងស៊ីឈាមកូនកង្កែបហើយអ្វីដែលអាបចូលចិត្តបំផុតនោះគឺឲ្យតែមានផ្ទះអ្នកភូមិណាដែលទៅនឹងសម្រាលកូនរួចថ្មីគឺតែមានវត្តមានអាបលេចឡើងនៅទីនោះជានិច្ចរូបរាងរបស់អាបគេសម្គាល់ត្រង់ថាមានភ្លើងពណ៌ខៀវធំជាងភ្លើងអំពិលអំពែកក៏ប៉ុន្តែភ្លើងនោះពុំមានសកម្មភាពភ្លឺផ្លិបផ្លែតដូចជាអំពិលអំពែកនោះទេវាភ្លឺធ្លោរហូតតែបើកាលណាវាចង់បំបាំងខ្លួនចេញពីឧបសគ្គអ្វីមួយវានឹងពន្លត់ភ្លើងឲ្យងងឹតមួយរយៈនោះសិនលុះសភាពការបានល្អធម្មតាវិញអាបនឹងបំភ្លឺភ្លើងម្ដងទៀតអ្នកស្រុកខ្លះនិយាយតគ្នាថាគេបានឃើញអាបដែលមានសភាពជាពោះវៀនធ្លាក់ចុះប្រប្រាស់ដីរទេរតាយរីឯភ្លើងខៀវផ្នែកខាងលើជាក្បាលរបស់អាបអ្នកខ្លះជឿថាពោះវៀនពោះតាំងរបស់អាបនោះគឺជាពោះវៀនរបស់ស្ត្រីដែលជាតួអាបនោះឯងនៅពេលដែលអាបដើររកចំណីនៅពេលយប់ឆ្អែតហើយនោះព្រលឹងរបស់អាបនឹងវិលត្រឡប់ចូលទៅក្នុងខ្លួនស្ត្រីនោះវិញក៏ប៉ុន្តែបើជួបចៃដន្យអាក្រក់ណាមួយដូចជាត្រូវអ្នកស្រុកព្រួតចាប់ឬក៏ជាប់អន្ទាក់ធ្លាក់ក្នុងបន្លាស្អិតណាមួយដកខ្លួនពុំរួចឬក៏ត្រូវគ្រូសិលចាប់ចងដោយគាថាណាមួយនោះគេថារូបដែលអាបសន្ធិដ្ឋនៅនោះក៏ធ្លាក់ខ្លួនឈឺស្លាប់ភ្លាមតែម្ដងផងដែរចាស់ពីដើមនិយាយថាអ្នកភូមិអ្នកស្រុកពិតជាខ្លាចអាបខ្លាំងណាស់បើកាលណាអាបនោះមករកទិញឬក៏ខ្ចីឬក៏សុំរបស់អ្វីមួយគេតែងតែបំពេញតាមតម្រូវការមិនដែលឲ្យអាអន់ចិត្តនោះទេព្រោះថាកាលណាធ្វើឲ្យអាបនោះខឹងគេនឹងមកធ្វើទុកបុកម្នេញដល់អ្នកស្រុកមិនឲ្យរស់នៅបានស្រួលនោះទេក៏ប៉ុន្តែបើសិនជាអាបនោះត្រូវគ្រូសិលចាប់បានវិញឬក៏អស់អាយុសង្ខារនោះអ្នកស្រុកពិតជានាំគ្នាអសប្បាយនិងធូរចិត្តព្រោះថាអស់មានអ្នកបង្ករឿងនៅក្នុងស្រុកភូមិទៀតហើយតាំងពីសម័យបុរាណកាលរហូតដល់ពេលបច្ចុប្បន្ននេះក៏នៅតែមានជំនឿទៅលើអាបធ្មប់នេះដែរគេជឿថាអាបធ្មប់មានឥទ្ធិពលម្យ៉ាងដែលមានអានុភាពមកលើជីវិតរបស់មនុស្សគេសង្កេតឃើញថាមិនត្រឹមតែនៅក្នុងសង្គមខ្មែរយើងប៉ុណ្ណោះទេដែលមានជំនឿលើអាបធ្មប់នេះសូម្បីតែប្រទេសដទៃទៀតដូចជានៅទ្វីបអាហ្វ្រិកអូស្ត្រាលីឥណ្ឌាឥណ្ឌូនេស៊ីម៉ាឡេស៊ីថៃឡាវជាដើមនៅតែមានជំនឿដូចគ្នានឹងខ្មែរយើងដែរបើតាមអ្នកសិក្សាស្រាវជ្រាវប្រចាំប្រទេសជាច្រើនបានវាយតម្លៃលើជំនឿនេះថាវាមានឥទ្ធិពលមួយផ្នែកតាមរយៈចិត្តសាស្ត្រក្រៅពីនេះជំនឿលើអាបធ្មប់នេះវានៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយយ៉ាងណាក្តីចាស់ព្រឹទ្ធាចារ្យដែលមានចំណេះដឹងខាងអាគមអូមអាមបានមានប្រសាសន៍ថាបញ្ហាអាបធ្មប់នៅស្រុកខ្មែរគឺខុសពីប្រទេសដទៃក៏ប៉ុន្តែលោកបានបញ្ជាក់ថាការចេះនៅវិជ្ជាអាបធ្មប់នោះគ្មានអ្វីជាការប្រសើរដល់សង្គមនោះទេក៏ប៉ុន្តែដើម្បីទប់ទល់នឹងភាវៈអាក្រក់ដែលតែងតែធ្វើបាបយាយីដល់អ្នកដទៃគេក៏បានរៀនមន្តអាគមគាថាសិលសាស្ត្រដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះពីអានុភាពនៃអំពើទាំងនោះសរុបមកវិញដោយសារបច្ចុប្បន្ននេះ
វិទ្យាសាស្ត្រមានការរីកចម្រើនឥតឈប់ឈរដែលធ្វើឲ្យការលូតលាស់នៃបញ្ញាស្មារតីរបស់មនុស្សក៏ដូចគ្នាដែលបានធ្វើឲ្យមនុស្សចេះគិតពិចារណារកហេតុផលច្បាស់លាស់មុននឹងជឿទៅលើជំនឿអរូបីផ្សេងៗក៏ប៉ុន្តែទន្ទឹមនេះដែរក៏នៅមានអ្នកគិតបែបអរូបីខ្លះនៅតាមតំបន់ភូមិស្រុកដាច់ស្រយាលមួយចំនួនដែលមិនទាន់ជ្រួតជ្រាបពីវិទ្យាសាស្ត្រនៅឡើយយ៉ាងណាក្តីការដែលលើកយកជំនឿចាស់បុរាណមកជម្រាបជូននៅពេលនេះពុំមានចេតនាចង់ឲ្យសង្គមវិលត្រឡប់ទៅកាន់អតីតកាលវិញនោះទេគ្រាន់តែចង់បង្ហាញឲ្យកូនខ្មែរយល់ដឹងអំពីជំនឿនិងវប្បធម៌របស់ដូនតាខ្មែរកុំឲ្យបាត់បង់តែប៉ុណ្ណោះ